ចាសសូមជម្រាបសួរប្រិយមិត្តចាថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញពីបដិមារបស់ព្រះនាងរាជាន្ទ្រទេវីជូនប្រិយមិត្តឲ្យបានដឹងចាស់ប្រិយមិត្តចាប់ពីចុងសតវត្សទី9មកប្រវត្តិវិទូជាច្រើនបានសង្កេតឃើញថាព្រះមហាក្សត្រខ្មែរនៅពេលដែលអភិសេកឡើងសោយរាជគ្រប់គ្រងច្រើនតែមានទំនៀមសាងសង់ប្រាសាទដើម្បីឧទ្ទិសដល់បុព្វការីជនជាក់ស្ដែងព្រះបាទឥន្ទ្រវរ្ម័នទី1បានសាងប្រាសាទព្រះគោដើម្បីឧទ្ទិសដល់បុព្វការីជនទាំង6អង្គរបស់ទ្រង់នៅរាជធានីហរិហារាល័យបន្ទាប់ពីទ្រង់សោយទីវង្គតមុនពេលព្រះបាទយសោវរ្ម័នទី1បដូររាជធានីទៅកាន់អង្គរទ្រង់បានបញ្ជាឲ្យគេកសាងប្រាសាទលលៃនេះនៅចំកណ្ដាលបារាយណ៍ឥន្ទ្រតាដាកដើម្បីឧទ្ទិសដល់បុព្វការីជនប្រាសាទលលៃជាប្រាសាទដែលសាងសង់ពីឥដ្ឋហើយមានតួប៉មនីមួយៗសុទ្ធសឹងតែមានតម្កល់រូបសំណាកបុព្វការីជនក្នុងរូបភាពជាទេពប្រុសនិងទេពស្រីនៅក្នុងនិកាយព្រះសិវៈចាស់ប្រិយមិត្តនាងខ្ញុំនឹងបង្ហាញនិងរៀបរាប់អំពីរូបសំណាកមួយដែលព្រះបាទស្រីសោវរ្ម័នតម្កល់នៅតួប៉មនិរតីនៃប្រាសាទលលៃដែលមានព្រះនាមថាស្រីរាជាន្ទ្រទេវីកម្រងតែងអញក្រោមរូបភាពជាព្រះជាយារបស់ព្រះសិវៈតើរូបបដិមានេះមានប្រវត្តិនិងលក្ខណៈបែបណាខ្លះគេអាចដឹងថារូបបដិមាខាងលើជារូបព្រះនាងស្រីរាជាន្ទ្រទេវីតាមរយៈសិលាចារឹកមួយផ្ទាំងដែលនៅលើនឹងមេទ្វារខាងត្បូងនៃតួប៉មនិរតីនៃប្រាសាទលលៃចុះលេខបញ្ជី K331A ដែលបានរៀបរាប់ថាមហាសករាជឆ្នាំ815ព្រះស្រីយសោវរ្ម័នស្ថាបនាអាញាតគន្លងព្រះនាងរាជាន្ទ្រវរ្ម័នដោយថ្វាយខ្ញុំបម្រើជាច្រើនអ្នកទៀតផងចំណែកឯទិន្នន័យនៅលើសិលាចារឹកមេទ្វារតួប៉មផ្សេងទៀតនៃប្រាសាទលលៃក៏បានផ្ដល់ព័ត៌មានឲ្យយើងបានដឹងថាតួប៉មអាគ្នេយ៍តម្កល់រូបបដិមាព្រះហិបតីវរ្ម័នតួប៉មពាយ័ព្យតម្កល់រូបសំណាកព្រះនាងឥន្ទ្រទេវីនិងតួប៉មឥសានតម្កល់រូបសំណាកព្រះបាទឥន្ទ្រវរ្ម័នគ្រប់រូបសំណាកបុព្វការីជនភេទប្រុសគឺស្ថាបនាឡើងក្នុងរូបភាពជាព្រះសិវៈនិងបុព្វការីជនភេទស្រីស្ថាបនាឡើងក្នុងរូបភាពជាយារបស់ព្រះសិវៈព្រះបាទឥន្ទ្រវរ្ម័ននិងព្រះនាងឥន្ទ្រទេវីគឺជាព្រះមាតាព្រះបិតារបស់ព្រះបាទស្រីយសោវរ្ម័នរីឯព្រះបាទមហបតីវរ្ម័ននិងព្រះនាងរាជាន្ទ្រទេវីត្រូវជាព្រះឯកកោនិងព្រះឯកការរបស់ព្រះបាទស្រីយសោវរ្ម័នម្ល៉េះហើយរូបបដិមាឬរូបសំណាកដែលនាងខ្ញុំនឹងលើកបង្ហាញជូនបងប្អូនឲ្យបានដឹងនេះគឺជារូបសំណាកតំណាងឲ្យព្រះឯកការរបស់ព្រះបាទស្រីយសោវរ្ម័នទី1ជាប់ខ្សែស្រឡាយខាងព្រះមាតារបស់ទ្រង់រូបបដិមាឬរូបសំណាករបស់ព្រះនាងស្រីរាជាន្ទ្រទេវីនៅក្នុងរូបភាពជាព្រះជាយារបស់ព្រះសិវៈស្ថាបនាឡើងអំពីថ្មភក់មានកម្ពស់175សង់ទីម៉ែត្រនិងទទឹង50សង់ទីម៉ែត្រនិងមានកម្រាស់37សង់ទីម៉ែត្រដែលសពថ្ងៃកំពុងតែរក្សាទុកនិងតាំងបង្ហាញនៅផែខាងត្បូងនៃសារមន្ទីរជាតិកម្ពុជាដែលមានលេខបញ្ជី KA 1645 B 289 B 42.4 ខ 868សិល្បករតុបតែងរូបសំណាកទេពស្រីដោយមានលក្ខណៈឈរត្រឹងព្រះភ័ក្ត្រញញឹមស្ងួតព្រះអស់ក្រាស់ថ្ពាល់ពេញថ្ងាសរលោង
ចិញ្ចាំត្រង់វែងជាប់គ្នាច្រមុះរីកធំមានខ្ទង់ព្រះនេត្របិទសំប៉ែតព្រះការវែងមានចោះរុនសម្រាប់ពាក់ក្រវិលហើយរចនាមង្គតជារបៀបភ្នួងសក់មានលំអជាក្បាច់ផ្សេងនៅពេលគេរកឃើញដំបូងរូបសំណាកនេះបានបាក់បែកខ្លះនៅលើផ្ទៃមុខផ្នែកខាងស្ដាំតែបច្ចុប្បន្នអ្នកជំនាញនៃសារមន្ទីរជាតិកម្ពុជាបានជួសជុលឡើងវិញរួចរាល់ហើយព្រះឋានៈមូលខ្លំមានស្នាមឆ្នោតនៅក្រោមដើមទ្រូងក្នុងលក្ខណៈធម្មជាតិពិតហើយព្រះហស្ថទាំងពីរបានបាក់នៅសល់ត្រឹមកដៃតែប៉ុណ្ណោះរូបសំណាកព្រះនាងរាជេន្ទ្រទេវីស្លៀកសារុងមានផ្នត់រាងត្រីកោណធ្លាក់សំយោកលើកផ្លូវខាងឆ្វេងហើយនៅចំពីមុខមានផ្នត់វែងមួយធ្លាក់ពីក្បាលខ្សែក្រវ៉ាត់រហូតដល់កជើងក្នុងឆ្នាំ1931លោក Rosler បានសិក្សារូបសំណាកនេះដែលបានលើកឡើងថារូបនេះជាសិល្បៈនៅក្នុងសតវត្សទី9ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងរូបសំណាកព្រះនាងធនន្ទ្រទេវីដែលរកឃើញនៅប្រាសាទព្រះគោលោកចេសាបដែលជាប្រវត្តិវិទូដ៏ល្បីល្បាញយល់ឃើញថារូបសំណាកព្រះនាងរាជេន្ទ្រទេវីមានលំនាំជាសិល្បៈរចនាបថព្រះគោប៉ុន្តែមានចំណុចខុសគ្នាខ្លះឧទាហរណ៍ដងខ្លួនបដិមានៅប្រាសាទបាគងសិល្បករឆ្លាក់តាមលំនាំធម្មជាតិច្រើនជាងខុសពីរូបបដិមានេះមានរាងឈរត្រឹងហើយផ្នត់សំពត់ពុំលម្អិតដូចរចនាបថព្រះគោនោះឡើយម្ល៉េះហើយលោកសន្និដ្ឋានថារូបបដិមានេះអាចឆ្លាក់ឡើងនៅសតវត្សទី12ដើម្បីយកទៅជំនួសរូបចាស់នៅសតវត្សទី9ដែលស្របពេលនឹងការជួសជុលប្រាសាទបាគងដែរគំនិតដែលថាបដិមានេះទំនងជាសាងសង់ថ្មីនៅសតវត្សទី12ជំនួសរូបចាស់នៅសតវត្សទី9នេះធ្លាប់បានស្នើដំបូងគេដោយលោក Albert Leboeuf នៅក្នុងឆ្នាំ1989ដោយគំនិតរបស់លោកពឹងផ្អែកទៅលើការរចនាម៉ូដសក់និងសម្ពុតរបស់បដិមាដែលមានលក្ខណៈមួយចំនួនផ្ទុយពីលក្ខណៈទូទៅនៃរចនាបថព្រះគោសតវត្សទី9ទោះបីជាយ៉ាងណាយើងពុំមានភស្តុតាងជាក់លាក់ណាមួយអាចសន្និដ្ឋានថារូបនេះជាសិល្បៈដែលរចនាឡើងនៅសតវត្សទី12យកមកជំនួសរូបសំណាកចាស់នៅសតវត្សទី9បានឡើយបើទោះបីជាគេដឹងថានៅតួប៉មខាងលើប្រាសាទបាគងស្ថាបនាឡើងវិញនៅសតវត្សទី12ក៏ដោយត្បិតមានតែការលម្អមង្គតតែមួយប៉ុណ្ណោះដែលយើងឃើញមានលក្ខណៈប្លែកពីទេវរូបភេទស្រីនៅក្នុងចុងសតវត្សទី9រីឯការលម្អនៅលើសម្ពុតពុំសូវឃើញមានខុសប្លែកគ្នាច្រើននោះឡើយករណីនេះប្រសិនបើរូបសំណាកនេះពិតជាសិល្បៈចាស់នៅចុងសតវត្សទី9ដដែលមែនវាអាចមកពីសិល្បៈក្នុងរាជព្រះបាទស្រីយសោវរ្ម័នទី1មានភាពខុសគ្នាខ្លះពីសិល្បៈដែលយើងឃើញនៅប្រាសាទព្រះគោនិងប្រាសាទបាគងត្បិតយើងដឹងស្រាប់ហើយថានៅពេលទ្រង់ប្ដូររាជធានីទៅកាន់តំបន់អង្គរសិល្បៈនៅក្នុងរជ្ជកាលរបស់ទ្រង់មានការវិវត្តថ្មីមួយដែលឲ្យអ្នកស្រាវជ្រាវបានកំណត់ចូលទៅក្នុងរចនាបថថ្មីមួយដែលមានឈ្មោះថារចនាបថបាខែងអ្វីដែលគួរឲ្យយកមកពិចារណាថែមទៀតនោះតើរូបបដិមានេះពិតជារូបរាងធម្មជាតិរបស់ព្រះនាងរាជេន្ទ្រទេវីមែនឬក៏អត់ឬគ្រាន់តែជារូបស្នងបដិមាដែលឆ្លាក់ក្នុងទម្រង់ព្រះភ័ក្ត្រ
និងរូបរាងតាមការស្រមើស្រមៃរបស់សិល្បករទោះបីជាសិលាចារឹកបានបញ្ជាក់ឲ្យដឹងថាបដិមានេះជារូបស្នងរបស់ព្រះនាងក្នុងរូបភាពជាព្រះក៏ដោយក៏យើងពិបាកនឹងវាយតម្លៃឲ្យជាក់លាក់ថារូបនេះជារូបព្រះភ័ក្ត្រពិតឬមិនពិតនៅឡើយជាទូទៅរូបបដិមានៅសម័យអង្គរគឺមានតែមួយព្រះបដិមាតំណាងឲ្យព្រះបាទជ័យស្រីវរ្ម័នទី7មួយអង្គគត់ដែលអ្នកស្រាវជ្រាវបានសន្និដ្ឋានថាជាព្រះភ័ក្ត្រនិងរូបរាងពិតរបស់ទ្រង់ជារួមមករូបបដិមាព្រះនាងរាជេន្ទ្រទេវីក្នុងរូបភាពជាព្រះជាយារបស់ព្រះសិវៈដែលតម្កល់ក្នុងតួប៉មនិរតីនៃប្រាសាទលលៃក្នុងតំបន់ហរិហរឡ័យគឺជាឧទាហរណ៍មួយដ៏មានសារៈសំខាន់បង្ហាញឲ្យយើងឃើញពីទំនៀមរបស់ព្រះមហាក្សត្រនៅសម័យអង្គរដែលគេនិយមសាងសង់រូបសំណាកបុព្វការីជនរបស់ខ្លួននៅក្នុងរូបភាពជាទេពតម្កល់នៅក្នុងប្រាសាទលក្ខណៈបែបនេះយើងឃើញច្បាស់នៅក្នុងចុងសតវត្សទី12ដើមសតវត្សទី13ក្នុងរាជ្យព្រះបាទជ័យស្រីវរ្ម័នទី7ចំណែកឯការសន្និដ្ឋានថារូបសំណាកនេះទំនងជាកសាងនៅសតវត្សទី12ដែលយកមកជំនួសរូបចាស់នៅក្នុងសតវត្សទី9នៅតែមិនទាន់ជាអំណះអំណានដែលរឹងមាំនៅឡើយទេចា៎ប្រិយមិត្តជាទីមេត្រីការបង្ហាញពីបដិមាព្រះនាងរាជេន្ទ្រទេវីចា៎ក៏បានមកដល់ទីបញ្ចប់ដែរចាអរគុណប្រិយមិត្តដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះចាសូមប្រិយមិត្តជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូចាផ្ដល់ចំណេះដឹងជូនបងប្អូនជាបន្តបន្ទាប់ទៀតពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលាជួបគ្នាជាមួយនាងខ្ញុំនៅវីដេអូចាថ្មីក្រោយៗទៀត